សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីវិធីឆុងទឹកត្រឡាចដោយយើងប្រើជាមួយនឹងដុំត្រឡាចបងប្អូនដូច្នេះដែរគ្រឿងផ្សំរបស់យើងមានដូចជាដុំត្រឡាចម៉ាក់នេះបងប្អូនឥឡូវនេះយើងក៏មកកាត់ថង់ដើម្បីមើលរូបរាងដុំត្រឡាចរបស់យើងទាំងអស់គ្នាចំពោះដុំត្រឡាចនេះដែរគឺមួយថង់មានតម្លៃ$2ខ្លះស្មើនឹង10000រៀលណាបងប្អូនឥឡូវនេះដុំត្រឡាចរបស់យើងកាត់មកគឺរូបរាងបែបនេះក្នុងមួយដុំធំហ្នឹងគឺវាមាន4ដុំតូចបែបហ្នឹងណាបងប្អូនអញ្ចឹងចំពោះមនុយច្រកដាក់ដប4ដុំហ្នឹងគឺយើងប្រើទឹក8លីត្រប៉ុន្តែចំពោះមនុយធ្វើដាក់លក់ដាក់ទឹកកកមួយកែ4ដុំហ្នឹងប្រើទឹក6លីត្រអញ្ចឹងបញ្ជាក់ម្ដងទៀតចំពោះមនុយច្រកដាក់ដប4ដុំនេះប្រើទឹក8លីត្រចំពោះមនុយធ្វើលក់មួយកែ4ដុំនេះប្រើទឹក6លីត្រដោយសារតែមនុយច្រកដាក់ដបយើងធ្វើរសជាតិឲ្យរាងស្រាលល្មមណាឥឡូវនេះយើងក៏មកវាល់ទឹកចំនួន4លីត្រមកដោយសារយើងប្រើដុំតម្លៃតែ2ដុំទេដាក់ទឹកដាំឲ្យពុះកុំភ្លេចបង់លឹកតើយផងបងប្អូនដាក់លឹកតើយដាំអញ្ចឹងណាតមកទៀតយើងក៏យកដុំតឡៃរបស់យើងចំនួន2ដុំមកដាក់ចូលទៅក្នុងទឹក4លីត្រដោយសារតែ4ដុំទឹក8លីត្រអញ្ចឹងយើងធ្វើពាក់កណ្ដាលហ្នឹងគឺទឹក4លីត្រណាចំពោះមនុយចង់ដាក់ដុំតឡៃរបស់យើងគឺវារឹងដូចដុំថ្មអញ្ចឹងបងប្អូនចឹងត្រូវរំងាស់វាឲ្យយូរដើម្បីដុំតឡៃហ្នឹងវារលាយយើងបន្តបើកភ្លើងរហូតណាយើងរំងាស់វារហូតតាន់តែវារលាយអស់ហើយទឹកវាពុះល្អបែបនេះចាំយើងបិទភ្លើងហើយយើងយកវាទុកឲ្យត្រជាក់មកចាំយើងយកវាមកច្រកដាក់ដបចំពោះមនុយដុំតឡៃនេះដែរគឺងាយស្រួលធ្វើបងប្អូនមិនចាំបាច់បន្ថែមស្ករមិនចាំបាច់បន្ថែមអីទៀតទេដោយសារក្នុងដុំហ្នឹងមានរសជាតិផ្អែមហើយអញ្ចឹងបើកាលណាយើងថែមស្ករគឺផ្អែមជ្រុលពេកណាបងប្អូនរសជាតិប៉ានេះទឹកប៉ានេះចោលដាក់ដបគឺថាមកល្មមឡមល្មមឆ្ងាញ់អត់ផ្អែមពេកទេចំពោះមនុយនេះដែរបងប្អូនអាចលួចបន្ថែមអំបិលតិចបានតាមចំណង់ចំណូលចិត្តណាដូច្នេះទឹកតឡាចំណុះ4លីត្ររបស់យើងក៏បានរួចរាល់ហើយបងប្អូនចំពោះមនុយនេះដែរគឺយើងត្រូវក្លាសេត្រជាក់ចាំយកមកញ៉ាំមិនឆ្ងាញ់បងប្អូនគឺញ៉ាំទៅត្រជាក់ក្នុងហើយឈ្ងុយតឡាឈ្ងុយលឹកតើយទៀតដូច្នេះសូមអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់បានដុំទឹកតឡាចហ្នឹងឬក៏គ្រឿងផ្សំកាហ្វេគ្រឿងផ្សំតែគុយផ្សេងបងប្អូនអាចតាក់ទងបានខាង page នាងខ្ញុំដាក់នៅខាងចុងវីដេអូនេះបានណាសូមជួយចុច like page ឬក៏ជួយ subscribe channel YouTube អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតអរគុណច្រើនអ្នកទាំងអស់គ្នា